កន្លងទៅយើងបានផ្ដោតទៅលើយុវតីម្នាក់ដែលបានហៅឧបករណ៍ទៅរៀននៅសាកលវិទ្យាល័យ NUS នៅសិង្ហបុរីបន្ទាប់មកបានដាក់ពាក្យជាហាត់ការងារហៅថា internship និងបានការងារពេញសិទ្ធនៅក្រុមហ៊ុន Google តែក្រុមហ៊ុន Google ហ្នឹងគឺក្រុមហ៊ុន Google មានស្នាក់ការនៅប្រទេសសិង្ហបុរីថ្ងៃនេះលើកអត្ថបទមួយទៀតដែលស្ត្រីខ្មែរម្នាក់បានធ្វើការនៅក្រុមហ៊ុន Google ដែរប៉ុន្តែនៅ headquarter គឺនៅសហរដ្ឋអាមេរិកបាទអញ្ចឹងថាតើស្ត្រីខ្មែរម្នាក់ហ្នឹងគាត់ឈ្មោះអីហើយគាត់បានឆ្លងកាត់ដំណើរជីវិតបែបណាគាត់ធ្វើម៉េចបានទៅធ្វើការនៅ Google កុំឲ្យខាត់ពេលយូរយើងទៅអានអត្ថបទរបស់អ្នកគ្នាបាទចំណងជើងអត្ថបទដាក់ថា From Phnom Penh to Silicon Valley បាទអញ្ចឹងពីភ្នំពេញទៅដល់ Silicon Valley ហ្នឹងគឺជាកន្លែងមួយដែលថាល្បីខាងក្រុមហ៊ុនធំជាពិសេសក្រុមហ៊ុនបច្ចេកវិទ្យាដែលមានទីស្នាក់ការនៅកន្លែងហ្នឹងកាលណាគេនិយាយដល់ Silicon Valley គឺជាកន្លែងដែលមានក្រុមហ៊ុនឯកជនធំល្បីលំដាប់ពិភពលោកមានទីស្នាក់ការនៅទីនោះហើយបច្ចេកវិទ្យាដែលថាថ្មីប្លែកឈានមុខគេក៏ចេញពីកន្លែងហ្នឹងមកដែរ Google software engineer Ki Vilaiwan shares her inspiring journey from Phnom Penh high schooler to being one of the only female Cambodians working at the global tech giants headquarters in the US គាត់ឈ្មោះ Ki Vilaiwan ហើយគាត់គឺជាវិស្វករផ្នែក software នៅក្រុមហ៊ុន Google គាត់បានចែកម្លែកពីដំណើរជីវិតនៃការតស៊ូរបស់គាត់រហូតដល់បានធ្វើការនៅក្រុមហ៊ុន Google ហើយគាត់គឺជាស្ត្រីខ្មែរម្នាក់ដែលធ្វើការនៅក្រុមហ៊ុន Google នៅ headquarters នៅអាមេរិកបាទ In mid 2018 Ki Vilaiwan put on a rainbow nuclear hat before becoming a software engineer at Google in San Francisco. She spent 2 stints as an intern at the global technology company owned by Alphabet Inc. Started out as an engineering practicum intern for Google Ads developing an Android application in New York បាទអញ្ចឹងគាត់ចាប់ផ្ដើមធ្វើការងារជាហាត់ការងារណាអញ្ចឹងដំបូងហ្នឹងជីវិតរបស់គាត់ហ្នឹងគឺឲ្យគេប្រើធ្វើការសិនទេកំឡុងឆ្នាំ2018ហ្នឹងឯងអញ្ចឹងគាត់ធ្វើការនៅក្រុមហ៊ុនផ្សេងផ្នែកហាត់ការងារហើយក្នុងនោះក៏គាត់បានចូលរួមធ្វើជាហាត់ការងារនៅក្នុងក្រុមហ៊ុន Google Ads ហើយ developing Android application ហ្នឹងគឺកម្មវិធីសម្រាប់យកទៅប្រើប្រាស់នៅក្នុងទូរស័ព្ទដែលប្រើប្រាស់ប្រព័ន្ធ Android ដូចជា Samsung ជាដើម Before working as a software engineer with Google Play Commerce Infrastructure, she was an artificial intelligence teaching assistant at Ivy League Brown University where she also graduated with a bachelor in computer science មុនចូលធ្វើការនៅក្រុមហ៊ុន Google ផ្នែកខាង Google Play Commercial Infrastructure ហ្នឹងណាគាត់ក៏ជាជំនួយការបង្រៀននៅក្នុងថ្នាក់មួយរបស់ Ivy League នៃសាកលវិទ្យាល័យ Brown ដែលសាកលវិទ្យាល័យហ្នឹងគឺជាសាកលវិទ្យាល័យដែលគាត់បានរៀននិងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ However, Vilaiwan one among a few Cambodians from Cambodia to land a job at Google. Started with stories told by her high school teachers អញ្ចឹងរឿងរ៉ាវរបស់ Vilaiwan ហ្នឹងគឺអស្ចារ្យត្រង់ថាគាត់គឺជាស្ត្រីខ្មែរប្រហែលជា2-3នាក់ប៉ុណ្ណោះដែលបានធ្វើការនៅក្រុមហ៊ុន Google ហើយដែលចាប់ផ្ដើមឲ្យឱកាសគាត់បានធ្វើការនៅហ្នឹងគឺចាប់ផ្ដើមពីគ្រូបង្រៀនរបស់គាត់គ្រូបង្រៀនរបស់ Vilaiwan ហ្នឹងណាកាលគាត់រៀននៅវិទ្យាល័យនៅស្រុកខ្មែរគ្រូរបស់គាត់ហ្នឹងជាអ្នកជំរុញលើកទឹកចិត្តនិងប្រហែលជា inspiring ឲ្យគាត់គិតដល់ឱកាសក្នុងការរៀនសូត្រក៏ដូចជាធ្វើការនៅខាងក្រៅប្រទេសនឹងឯងចឹងគាត់ថា it all started at the age of 14 when her physics teacher told everyone in the classroom about his former top mathematics and physics students who were awarded scholarship abroad ចំណុចចាប់ផ្ដើមនោះគឺកាលពីគាត់អាយុ14ឆ្នាំនៅក្នុងថ្នាក់រៀនគ្រូរបស់គាត់ហ្នឹងគ្រូថ្នាក់គណិតវិទ្យាហ្នឹងគាត់បាននិយាយទៅសើអំពីសិស្សរបស់គាត់ដែលជាសិស្សខ្លាំងផ្នែកគណិតនិងរូបវិទ្យាដែលបានអាហារូបករណ៍ទៅរៀននៅក្រៅប្រទេសអញ្ចឹងគាត់គ្រូហ្នឹងគាត់និយាយប្រាប់កូនសិស្សហើយក្នុងហ្នឹង Vilaiwan ក៏នៅនឹងដែរស្ដាប់អញ្ចឹងដល់វាស្ដាប់ទៅឮគ្រូនិយាយអញ្ចឹងក៏គាត់ចាប់ផ្ដើមកើតចិត្តជាការសម័យថាគាត់ចង់ទៅរៀនដូចសិស្សច្បងអញ្ចឹងដែរបាទហើយកន្លែងហ្នឹងខ្ញុំសូមបញ្ជាក់គឺជាចំណុចល្អរបស់គ្រូបង្រៀនឬក៏ថាអាណាព្យាបាលនិងអ្នកអប់រំបាទ
រាល់ពេលដែលយើងដឹងនឹងចេះនឹងបានព័ត៌មានអីដែលទៅនៅឱកាសរៀនសូត្រអាហារូបករណ៍ឱកាសរកស៊ីនិងការសរសើរនៅអ្នកដែលខ្លាំងជាពិសេសសិស្សច្បងចំនួនមុនទៅកាន់សិស្សប្អូនចំនួនក្រោយកូនសិស្សហ្នឹងពេលគាត់ស្ដាប់ទៅគាត់បានដូចជា motivation inspiration ដែលគាត់ចាប់ផ្ដើមកើតទៅជាការសមាសម័យ mentally គឺគាត់សម័យជារូបភាពហ្នឹងណាដោយវិល័យវ៉ាន់ហ្នឹងគាត់ពេលហ្នឹងគាត់លឺតែសាច់រឿងហ្នឹងគាត់ចាប់ដើមចិញ្ចឹមកូនចិត្តមួយចង់ទៅរៀនចង់ធ្វើឲ្យខ្លាំងដូចសិស្សច្បងដែរហើយហ្នឹងទូនាទីសំខាន់មែនទែនសម្រាប់អ្នកអាណាព្យាបាលក៏ដូចជាគ្រូអប់រំបាទគ្រូបង្រៀនហ្នឹងគឺកាលណាគាត់លើកទឹកចិត្តបែបហ្នឹងគឺធ្វើឲ្យសិស្សក្នុងថ្នាក់ហ្នឹងក្នុងចំណោម10-20នាក់បើគាត់ជាមាន1ឬក៏2គាត់អាចគិតនឹងតស៊ូធ្វើឲ្យបានល្អដូចសិស្សច្បងរបស់គាត់ដែរហើយក៏ត្រូវប្រយ័ត្នដែរការដែលយើងនិយាយលេងសើចលេបខាយឬក៏ប៊ូលីសិស្សប្រអាប់ថានេះខ្មៅអានេះកញេះអានោះកញុះឬក៏ថាមិនល្អរៀងមិនកើតឬក៏គ្រូសាអីមិនមានបានឲ្យប្រអាប់កូនសិស្សថាហ្នឹងហើយមិនទៅណាទេមិនចម្រើនទេមិនល្អទេការប្រអាប់ហ្នឹងសូមជៀសវាងដាច់ខាតព្រោះតែកាលណានិយាយទៅសើលើកទឹកចិត្តជាគំរូល្អកូនសិស្សគិតចង់ខ្លាំងតែកាលណានិយាយអាក្រក់មិនល្អអវិជ្ជមានប្រអាប់បតោះប៊ូលីកូនសិស្សហ្នឹងក៏ដុនដាបអាប់អោនចិត្តឬក៏ថាគាត់សម័យថាអូខ្ញុំអន់ដូចអញ្ចឹងដែរខ្ញុំអន់អញ្ចឹងដែរហើយអញ្ចឹងឲ្យអនាគតអវិជ្ជមានទៅកូនសិស្សអញ្ចឹងជៀសវាងកុំនិយាយពាក្យប៊ូលីកុំនិយាយពាក្យប្រអាប់លើកតែរឿងណាល្អដែលជាទ្វារ window ឬក៏ doors ឲ្យកូនសិស្សហ្នឹងគាត់សម័យអាចចង់រៀនសូត្រឲ្យខ្លាំងដូចសិស្សច្បងដែរបាទហើយហ្នឹងគឺជាកាតព្វកិច្ចរបស់គ្រូបង្រៀនបាទព្រោះអីវិល័យវ៉ាន់ហ្នឹងគឺជាគំរូមួយហើយក្នុងហ្នឹងគឺដោយសារតែគ្រូគាត់និយាយបានធ្វើឲ្យគាត់មានកូនចិត្តហ្នឹងចាប់ផ្ដើមចិញ្ចឹមចិត្តចង់បានអាហារូបករណ៍ដែរ When Ki Vilaiwan was a high schooler her teachers were her window to the outside world she listened to what they said about her top students who travel abroad through scholarship ឃើញទេអញ្ចឹងគីវិល័យវ៉ាន់ហ្នឹងគាត់ថាគ្រូរបស់គាត់នឹងហើយជាអ្នកបើកឱកាសឲ្យគាត់គិតទៅដល់ការចង់ទៅរៀននៅក្រៅប្រទេសហ្នឹងពីព្រោះអីពេលគ្រូនឹងគាត់លើករឿងកូនសិស្សចាស់គេដែលជាសិស្សច្បងហ្នឹងគេបានអាហារូបករណ៍ព្រោះគេរៀនខ្លាំងផ្នែកគណិតរូបវិទ្យាអីហ្នឹងណាធ្វើឲ្យគាត់ចង់ដែរគាត់សម័យជារូបភាពឲ្យហោះតាមយន្តហោះទៅរៀននៅនេះទៅរៀននៅនោះឬក៏ធ្វើការនៅក្រុមហ៊ុនអន្តរជាតិ These stories resonate with me greatly since I wanted to experience living in a different culture among a different group of people and to be in a rigorous academic environment សាច់រឿងដែលគ្រូគាត់ប្រាប់ទៅវិល័យវ៉ាន់ហ្នឹងធ្វើឲ្យគាត់ចង់ប្រឹងប្រែងលើកទឹកចិត្តគាត់ឲ្យគាត់មានគំនិតមួយថាគាត់ចង់សាក់លបងទៅរស់នៅក្រៅប្រទេសរស់នៅជាមួយនឹងវប្បធម៌ផ្សេងពីនឹងមើលវាមិនដែរហើយមនុស្សផ្សេងគ្នាជាមើលគេធ្វើមិនរៀនពីគ្នាបានអីខ្លះចឹងណាជាពិសេសទៅ challenge ខ្លួនឯងក្នុងការរៀនសូត្រជាមួយនឹងប្រព័ន្ធអប់រំឬក៏ថាបរិបទនៃការអប់រំផ្សេងក្រៅប្រទេសShe added, so I aspire to be that person who would be granted a scholarship abroad. I applied to most of the scholarship programs I could find, even the ones I didn't qualify for. អញ្ចឹងហើយគាត់បានប្រាប់ថាគាត់ពិតជាចង់ធ្វើជាម្នាក់នោះដែលបានអាហារូបករណ៍ដែរបើគេធ្វើបានគាត់ក៏ធ្វើបានគាត់មានអារម្មណ៍អញ្ចឹងហើយគាត់នឹងប្រឹងឲ្យធ្វើបានដូច្នេះតាំងពីថ្ងៃនោះមកគាត់គឺថាឲ្យតែមានឱកាសអាហារូបករណ៍មានកម្មវិធីអាហារូបករណ៍គាត់ដាក់ទាំងអស់ហើយគាត់ប្រាប់ថាសូម្បីតែដឹងតែធ្លាក់ក៏គាត់ដាក់ដែរហើយកន្លែងហ្នឹងគឺជាផ្នែកមួយនៃបេសកកម្មរបស់ខ្ញុំដែលខ្ញុំធ្លាប់ជាសិស្សអាហារូបករណ៍ជាប់ទៅក្រៅប្រទេសច្រើនដងដែរខ្ញុំចង់ប្រាប់ទៅកាន់បងប្អូន high school បងប្អូនរៀននៅសាកលវិទ្យាល័យបាទដាក់អាហារូបករណ៍ទាំងដែលដឹងថាធ្លាក់កុំចាំតលថាខ្ញុំគ្រប់គ្រាន់ខ្ញុំដាក់ឲ្យជាប់មិនមែនទេដាក់ព្រោះដឹងថាធ្លាក់ពីព្រោះអីពេលយើងដាក់ទៅយើងដឹងថាយើងខ្វះអីយើងត្រូវការអីបន្ថែមនៅពេលដែលយើងរងចាំតែ perfect excellent ហើយយើងដាក់ឲ្យជាប់បើយើងធ្លាក់យើងខកចិត្តយើងបោះបង់យើងស្អប់ខ្លួនឯងយើងរៀងចាលយើងរត់ចោលជួរហើយយើងលែងចង់ដាក់ទៀតហ្មងអញ្ចឹងដាក់ទាំងអស់ដាក់តែធ្លាក់ក៏ដាក់ប៉ុន្តែដាក់រាល់ពេលធ្លាក់រៀនសូត្រពីចំណុចខ្វះខាតរបស់ខ្លួនហើយមួយទៀតយើងរឹងមាំផ្នែកផ្លូវចិត្តព្រោះដឹងថាធ្លាក់ហើយធ្លាក់ក៏ធ្លាក់ទៅប៉ុន្តែដាក់ទៀតហើយដាក់រហូតដល់នៅពេលដែល best time best moment right time right moment ហើយយើងមានគ្រប់សពទាំងអស់យើង competence យើង mature យើងបានជាប់ហើយយើង deserve it យើងជាប់ដោយមោទនភាព What young Cambodians need to prepare for future digital workforce តាមរយៈបទហ្នឹងវិល័យវ៉ាន់ក៏គាត់បានរំលឹកអំពីថាតើយុវជនរបស់យើងគួរតែត្រៀមខ្លួនមិនដែរសម្រាប់ទៅថ្ងៃមុខជាពិសេសការធ្វើការងារបរិបទបច្ចុប្បន្នហ្នឹងគឺវា AI ច្រើនវា digital ច្រើនថាតើយើងគួរតែត្រៀមខ្លួនអីដែរ
While she didn't think she has all the ingredients and advice for Cambodian young generation to prepare for themselves for a future career like hers, she said, I probably didn't have a good answers to this. One thing I want to emphasize is learn good work ethics, have integrity, be diligent, be reliable, don't complain, and don't gossip among others អញ្ចឹងគាត់ថាគាត់មិនដឹងថានឹងឲ្យយោបល់មិនដែរទេព្រោះគាត់ក៏មិនមែនជាអ្នក perfect excellent អីដែរប៉ុន្តែអ្វីដែលគាត់ចង់រំលឹកថាចូលចិត្តអីចូលចិត្តទៅធ្វើអីធ្វើទៅប៉ុន្តែកុំភ្លេចគោលការណ៍ហ្នឹងគឺហើយអាហ្នឹងគឺជាក្រមសីលធម៌សុជីវធម៌បែបខ្មែរហើយគាត់ថាយើងអត់សូវយកទៅអនុវត្តអញ្ចឹងគាត់ថាចេះអីខ្លាំងអីមិនសំខាន់ទេសំខាន់មួយទៀតគឺត្រូវតែមានក្រមសីលធម៌វិជ្ជាជីវៈជាពិសេសផ្នែកធ្វើការងារគឺ have integrity មានន័យថាជាមនុស្សដែលមានសុចរិតភាពទៀងត្រង់ជាមនុស្សដែលឧស្សាហ៍ព្យាយាមរហ័សរហួនជាមនុស្សដែលទុកចិត្តបានគេពឹងពរជាគ្នាបានដាក់ការងារឲ្យធ្វើទាន់ពេលវេលាហើយធ្វើឲ្យល្អលើសប្រសើរពីការរំពឹងទុកហើយមិនល្អូលទាំច្រើនមិន complain ច្រើនជាពិសេសមិនអេកអូចនិយាយដើមនេះនិយាយដើមនោះនាំរឿងនេះទៅកាន់អ្នកនោះនាំរឿងនោះទៅកាន់អ្នកនេះបាទហើយហ្នឹងគឺជា work ethics ល្អមែនតើហើយមែនតើទៅគាត់លើកចំណុចហ្នឹងត្រង់មានន័យថាភាគច្រើនយុវជនយើងភ័យបារម្ភរឿងអត់បានធ្វើការងារល្អហើយភ្លេចគិតថាដើម្បីបានការងារល្អហ្នឹងសញ្ញាបត្រវិជ្ជាជីវៈហ្នឹងមួយប៉ុន្តែអាក្រមសីលធម៌ជីវិតហ្នឹងមួយទៀតព្រោះសញ្ញាបត្រវិជ្ជាជីវៈហ្នឹងឲ្យយើងធ្វើការងារប៉ុន្តែឲ្យយើងនៅនឹងឲ្យគេគោរពស្រឡាញ់យើងតើតែមានក្រមសីលធម៌ល្អបាទហើយជាពិសេសបទពិសោធន៍របស់គាត់ដែលគាត់ធ្វើការនៅក្រុមហ៊ុន Google ហ្នឹងគឺគាត់បានលើកឡើងថានៅក្នុងហ្នឹងអ្នកខ្លះរៀនជំនាញផ្សេងតែធ្វើការងារផ្សេងមួយទៀតអញ្ចឹងមិនសំខាន់លើជំនាញហ្នឹងទេសំខាន់ទៅលើអាភាព flexible របស់ខ្លួនឯងក្នុងការធ្វើការងារក្នុងការបើកចិត្តឲ្យទូលាយក្នុងការស្ម័គ្រចិត្តរៀនសូត្រអំពីចំណុចខ្វះខាតនិងជំនះរៀនអីដែលថ្មីបន្ថែមអាហ្នឹងជាចំណុចល្អហើយជាពិសេសគឺថាមានក្រមសីលធម៌គោរពគ្នាទៅវិញទៅមកមិនឆ្លើយមិននាំបញ្ហាដល់កន្លែងធ្វើការគាត់ក៏បានបន្ថែមទៀតតើតើរឿងការជ្រើសរើសជំនាញរៀននៅសាលារៀនអញ្ចឹងពេលខ្លះយើងរើសដោយសារតែឪពុកម្ដាយយើងបខំណែនាំឬក៏លួងលោមយើងឲ្យរៀនអញ្ចឹងណាហើយអ្នកខ្លះទៀតរៀនដោយទឹកចិត្តខ្លួនឯងចង់រៀនអញ្ចឹងទៅមានសិទ្ធិជ្រើសរើសប៉ុន្តែគាត់ចង់ប្រាប់ថាពេលខ្លះយើងរើសរៀនជំនាញ A ប៉ុន្តែយើងធ្វើការជំនាញ B ហើយកុំអន់ចិត្តកុំខកចិត្តកុំខឹងខ្លួនឯងអីព្រោះពេលខ្លះវាក៏ជាប្រយោជន៍ដែរនឹងគេហៅថាធម្មជាតិវានាំយើងឲ្យជួបអាហ្នឹងហើយប៉ុន្តែវានៅតែមានប្រយោជន៍សម្រាប់យើងរៀនជំនាញ A យើងធ្វើការជំនាញ B ប៉ុន្តែអាជំនាញ B ហ្នឹងក៏វាបានផលប្រយោជន៍ល្អដោយសារតែយើងចេះ A នឹងដែរអញ្ចឹងណាអញ្ចឹងគ្រប់ការរៀនសូត្ររបស់យើងវានឹងមិនខ្ជះខ្ជាយទេគ្រាន់តែថាគ្រប់ទាំងអស់គឺយើងត្រូវតែក្នុងកំឡុងពេលរៀនក្នុងកំឡុងពេលធ្វើការយើងត្រូវតែត្រៀមបើកចិត្តរៀនអ្វីដែលថ្មីបន្ថែមទៀតបាទអញ្ចឹងអត្ថបទហ្នឹងបងប្អូនអាចអានបន្ថែមបានហើយខ្ញុំសប្បាយចិត្តនឹងចែកម្លែកនៅ link ហ្នឹងដើម្បីឲ្យបងប្អូនអានបន្ថែមបាទតកតងជាមួយនឹងចំណុចមួយដែលគាត់លើកទឹកចិត្តជាពិសេសបងប្អូននៅវិទ្យាល័យបងប្អូននៅសាកលវិទ្យាល័យបាទគាត់ថាត្រូវតែឧស្សាហ៍សួរសំណួរនៅក្នុងថ្នាក់រៀនពេលមានកម្មវិធី seminar workshops conference អីរៀនហាត់រៀនសាកល្បងសួរសំណួរព្រោះអីការសួរសំណួរកាន់តែច្រើនវានាំមកនៅប្រយោជន៍ដល់យើងក៏ច្រើនហើយទី1យើងសួរទៅពីព្រោះយើងមានចម្ងល់អញ្ចឹងយើងអស់ចម្ងល់ទី2យើងសាងនៅទំនុកចិត្ត confidence ព្រោះដឹងថាការសួរមួយគឺភ័យញ័រណាប៉ុន្តែអ្នកដែលធ្លាប់សួរហើយសួរញឹកញាប់ទៅនឹងកាត់បន្ថយភាពភ័យខ្លាចហើយក៏ជួយឲ្យមិត្តភក្តិដទៃទៀតនេះគេបានដោះស្រាយនៅចម្ងល់របស់គេដែលសំណួររបស់យើងនឹងមិនមែនដោះស្រាយតែចម្លើយរបស់យើងមួយទេប៉ុន្តែអាចផ្ដល់ចម្លើយដល់អ្នកដទៃដែរអញ្ចឹងណា Sometimes we are not too proud to ask because we are afraid someone may think we are not smart enough. It is risky. Ultimately, not asking question is rooted in fear. អញ្ចឹងពេលខ្លះយើងអត់ហ៊ានសួរសំណួរព្រោះយើងខ្លាចគេសោចឲ្យខ្លាចគេថាសំណួរដូចគោដូចអញ្ចឹងណាហ្នឹងហើយអញ្ចឹងកុំខ្លាចអីត្រូវតែសួរពីព្រោះអីបើយើងអត់ចេះយើងទៅខ្មាស់គេធ្វើអីយើងសួរទៅដើម្បីបានជាចម្លើយដល់ខ្លួនឯងប៉ុន្តែបើយើងលាក់ហ្នឹងនឹងកាលបានចម្លើយទៅហើយជាធម្មតាកាលណាយើងមិនសួរយើងខ្លាច
mình xua nó vì pro dương khai chứ hay thêm mấy đam mê bạt khai tỏ từ dương chấm nè xua từng nhỏ đầy hay cần lư đầm bóng mà nó bọt vì sao khi to lắm mình màu bị ăn bọt đây cần lư đầm bóng đầm bấy xua sầm núa hay cầm ỏi pay khang pé cứ dương từ xe sầm núa nơi khăn nòng cả đà dương làng an tại dương ở con kia từ bông kia chấm chmun này tỏ má bàn thà nên chỉ sầm núa được chấm chọn xua dương an sầm núa từ hạt ấy cả từ xe sầm núa nó chui dương bàn chờn chỉ bị xe sầm đậm nè pay khai đôi khi nhóm những thua pay thua khai tại nhóm chọn xua đầm bay cả thôi pay khai nhóm chạm bán pay muối nó nhóm trôi rung cả mấy thi seminar cái thôm bên đền một nơi phải bay rồi nè ai nhóm chọn cản các bạn micro xua từ việc mình lược đại láng kia giờ các bạn micro mà ói còn là lang vậy chẳng bệ bợ chẳng á đầu pe xua sầm núa hói còn đang thật luôn ảnh xua sầm núa ấy nè chói của cái sale dương đấy cái ỏi mục dương đấy cái mình thà khi mình vô sầm núa này ấy vấn đề cái chi diêm chói đam mê chỉ ca tuột chẳng từ vấn đề pe nó có chi ca plak đôi này chỉ vật bậc nhóm đã thà nhóm bắt khăm cái đấy nhóm từ xua với pe nó nhóm bật chỉ pay men nhóm bật chỉ nhọ đại men chẳng pe khởi một tiết nhóm từ xe sầm núa xua vô tới nhật nhọ tới cắt thôi phiệt pay lại sầm núa xua thầm đào lấy nó nhóm nơi pay ở thằng nơi để pay bàn tay nó dùng nấmเขาก็เนี่ยจำนวนขมิ้นตุ้ยจำเลยพายใหญ่สไฮสคูลจำเลยพายสกาวจะไล่จำเลยพายใต้จำนวนเลยนั่งไปอยากจำไอเนอร์พายเตียนจักโดยขเนี่ยยืนตระลางขนาดจังอะกาซูนั่งก็โดยขเนี่ยได้แมนยืนอัดพายกรุบจำนวนมันเนอเตะปันใต้ยืนตระคลองกัดลางขนาดมวยจังได้บ้าเติมนึงเรื่องสู้สมนุขยมสอบแต่สร้างจมูกอัดบอดนั่งคือท่าบาปอนพระอนเมียนจุ่มงอพระอนเจอแต่สู้หอยสู้นั่งเมียนประยาวจ้าอันยี่ไปใช่สร้างสมนุเจ็ดพระดาวดำนอสไลด์เยื้องช่วยเอาหมดแพะเกบานดำนอสไลด์ได้ห้าวเมนเทนได้việc bao thuyเอายืงกึศคู่กับเอายืงดำนาการ activate our brain นะไปยืงสู้เธอ head ấy จุ่มร้อยvềโจรมาแต่ไปยืงอัดสู้ซะchứ là thua vô tới khu của bao bao dương nó về keng về spec bị đầm nà ca bị sơ thư cao dương tì hỏi xem mặt đẹp khu của bao dương biết trời prao ở chợ nó bữa cái này dương ở xuống việc thua ca hay chẳng việc prao chẳng việcขาดไปยาวviệc keng chào mà thằng ngày bảy thằng ngày vô tới keng spec prao lên cát dương thắng khu của bao nhưng on hạt sơ về cái cha mà sơ về cái kết ấy thế tay tầm bứt màu về dương mình sơ về hạt vì oi việc download activate challenge ở ban chợ thua về chỉ về sẽ tệ tông mùi run lại phải nhấp cho tao dương ai cất lươn trôi lươn không tới mình khoa sầm khăn oi khu của bao dương đã dương mình ai tầm lóp khu của bao dương spec high on challenging the challenges จังแปะป้อนจมูกหนึ่งเรื่องอุปสรรคได้กอดจูบท่าตากอดเธอไหมสำหรับกอดท่ากอดมีวิธีจานได้ขนมนั่งยมเลิกแต่วิธีได้กอดหัดปราณกอดหัดปราณจีบใส่กอดไฮตึกเต้ถวยกอดบัดสระได้ใส่ดมขนมครูนคู่กับว่ากอดดำนาการเต้เวียบังการโดยเทียดวิจมีนนอมไอ้กอดกึดไอ้จังอย่างแต่ไปคลาสกึดแต่เวสเตรเวแกงอ่ะยังหลุมหัดปราณโดกากึดไอ้กอดตัวเมาวิธีโดยเทียดคือไปได้กอดเมียนชาลันสเตรกึดไอ้จังแกงอย่างแต่กอดจะเจอจมูกมัดแผลเนี่ยจุ่มเว้นได้จัดสนับมือกอดสมอยู่บอลเกกอดสมอยู่บอลแมนทัวร์กอดสมอยู่บอลครูกอดสมอยู่บอลเนี่ยเจเนี่ยเมียนบอลไปเศร้าเนี่ยฉลองการห้อยสดับปีเกมาเยอะมาเรียนโซนนึงอินคอร์ปอเรทมาจีไอเดียบอกกอดเต้ถวยกอดบานกำหนดไอ้ทำไมประทายมันได้เตะเติงนึงการซองคนมากันกัมพูชีเป็น on giving back to Cambodia and inspiring young Cambodians จังวิไลวันนั่งกอดบานดังกุนให้กอดก่อโจรูมซองคนมากันกัมพูชีเป็นได้ตามมาเยอะกอดบานโจรูมฟื้นจากการวิธี mentoring program ได้กอดก่อช่วยสตรีดาวเตยเตียดยูวจุนเข้ามาดาวเตยเตียดได้จังเรียนโซดคลาหันโดยกอดเอาบานอากาเรียนโซดหนึ่งเฮียนจับอยู่อากาทมโดยกอดได้อันนี้คือเย็บในมือในการจุยหรือกระทำซองคนเมื่อกันกัมพูชีเว้นตัวแต่กอดធ្វើការនៅក្រុមហ៊ុន Google ហើយនៅអាមេរិកក៏ដោយប៉ុន្តែគាត់នៅតែឆ្លៀតពេលធ្វើសេចក្តីល្អជួយដល់ជនរួមជាតិខ្មែរយើងតាមរយៈការធ្វើជា mentor តាមរយៈការផ្ដល់บทพิสาวปรึกษาก็โดยเชี่ยใจมันเลยนะเวลาทำไมหล่อๆสำหรับยุวชนขมายยืงขยมมันเตอออกปรึกษาเต้ก็ในจังปราบท่านี่คือเชี่ยดำนาในชีวิตระบอบวิไลวันได้กวาดปีดามร้อยเชี่ยซะไฮสคูลหอยกวาดบานลือใส่เรื่องนั่งปีครูบอกกวาดอมปีเสได้ทัศน์ประกายในเชี่ยรูปบานอาหารอุปกรณ์ตะไคร้ประเทศกวาดก็จังบานเอาอาหารอุปกรณ์โดยเกณฑ์หนึ่งได้จังกวาดปรังปลายตามยาโกนจัดในการจำจัดชาลันคนไอ้ในหดกวาดถือบานให้ไหลนั่งตุนตีหรือว่าครูสำคัญจังกรุบครูถึงอ๋อหันน้ำเชี่ยบ้าก็โดยเชี่ยครูบังเรียนตามไฮสคูลก็ดาว elementary school ก็ดาว university ก็ดาวไปเมียนปอร์เมียนไอหล่ออ๋อสมโจรวมใจแลกมากันโกนเซให้ชีเวียงในการใหญ่บูลีกับอับ
ការបំផ្លាញទឹកចិត្តរបស់កូនសិស្សពីព្រោះបើយើងនិយាយលើកទឹកចិត្តគាត់ប្រឹងតែបើយើងនិយាយផ្អាប់គាត់ក៏ធ្វើឲ្យខ្លួនគាត់ហ្នឹងគាត់ផ្អាប់ពីព្រោះអីយើងជាគ្រូពាក្យរបស់យើងសឹងតែជាពាក្យពិតដែលគាត់ជឿតាមតែម្ដងដូច្នេះសូមប្រយ័ត្នប្រយែងហើយសូមផ្ដោតទៅលើរឿងវិជ្ជមានលើកទឹកចិត្តគាត់ទៅបានហើយជាការពិតរឿងខ្លះរឿងពិតកើតឡើងក្នុងសង្គមយើងយកមកនិយាយនៅក្នុងថ្នាក់យើងអត់កុហកកូនសិស្សប៉ុន្តែវាអត់មានប្រយោជន៍អីវាធ្វើឲ្យកូនសិស្សគិតទៅបែបអវិជ្ជមានអញ្ចឹងជៀសវាងទាំងអស់ហ្នឹងនិយាយតែរឿងវិជ្ជមានហើយចែកម្លែកនៅព័ត៌មានល្អៗទៅទៅឱកាសរកកលទៅឱកាសរៀនសូត្រ training seminar workshop អីទាំងអស់ឲ្យទៅកូនសិស្សដើម្បីឲ្យកូនសិស្សគាត់មានបំណងប្រាថ្នាក្តីសម័យចង់ខ្លាយជាអ្នកខ្លាំងដូចសិស្សច្បងដូចអ្វីដែលគេបានផ្ដល់ឲ្យមែនសរុបមកគឺវិល័យវ៉ាន់គឺជាស្ត្រីខ្មែរម្នាក់ដែលអស្ចារ្យត្រង់ថាគាត់បានធ្វើការនៅក្រុមហ៊ុន Google ហើយក្រុមហ៊ុន Google នៅ headquarter ទីស្នាក់ការកណ្ដាលធំនៅសហរដ្ឋអាមេរិកនៅ Silicon Valley អញ្ចឹងសាច់រឿងរបស់គាត់ពិតជាលើកទឹកចិត្តដល់យុវតីស្ត្រីខ្មែរដទៃទៀតដែលថាគិតថាខ្លួនឯងមិនកើតទេស្ត្រីឬក៏ថារៀនមិនប្រកែទេប៉ុន្តែតាមរយៈសាច់រឿងរបស់គាត់ត្រូវតែប្រឹងប្រែងតស៊ូព្យាយាមហើយនឹងអាចធ្វើបានដោយគាត់មិនមែនតែយុវតីយុវជនឬក៏ថាទាំងអស់គ្នាឲ្យតែមានទឹកចិត្តហើយប្រឹងប្រែងប្រកបជាធ្វើបានហើយជាពិសេសតស៊ូព្យាយាមកុំបោះបង់កូនចោជូដឹងតែជោគជ័យដែរបាទហ្នឹងវីដេអូរបស់ពួកយើងចប់ប៉ុណ្ណឹងតែកុំភ្លេចចុច like ឬក៏ subscribe ដើម្បីតាមដានវីដេអូអប់រំសាច់រឿងជោគជ័យល្អៗដទៃទៀតបាទអរគុណច្រើន